បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមករៀនកាត់ម៉ូតសក់មនុស្សចាស់វិញម្ដងពុកម៉ែបងប្អូនណាបាទគេហៅថាម៉ូតសក់មុខពលាកពុកម៉ែបងប្អូនណាបាទហើយការកាត់សក់មនុស្សចាស់ហើយនឹងសក់ស្ទៀវគឺខុសគ្នាណាពុកម៉ែបងប្អូនបាទហើយម៉ូតសក់នេះដែរគឺយើងប្រើពុំអក្សរ B ដដែលទេបាទគឺ 4.5 មីលីម៉ែត្រយើងធ្វើការឈូសវាឡើងបន្តិចបានហើយពុកម៉ែបងប្អូនណាបាទយើងកុំឈូសវាឡើងខ្ពស់ពេកបាទហើយពីចំហៀងស្លឹកកាជៀកគឺយើងឈូសវាលើកតិចបានហើយពុកម៉ែបងប្អូនណាបាទគឺយើងអត់លើកខ្លាំងដូចសក់ស្ទៀវទេពុកម៉ែបងប្អូនណាបាទគឺយើងលើកតែលើស្លឹកកាជៀកបន្តិចបានហើយពុកម៉ែបងប្អូនណាបាទហើយពីក្រោយគឺអញ្ចឹងដែរពុកម៉ែបងប្អូនណាបាទពីឆ្វេងពីស្ដាំគឺយើងធ្វើការឈូសដូចគ្នាមកបាទហើយយើងលើកតែពីចំហៀងយើងលើកខ្ពស់ពាក់កណ្ដាលបានតែគៀនស្លឹកកាជៀកគឺយើងលើកបន្តិចបានហើយពុកម៉ែបងប្អូនណាពីឆ្វេងពីស្ដាំគឺយើងធ្វើការលើកដូចគ្នាពុកម៉ែបងប្អូនណាបាទយើងកុំលើកខ្ពស់ពេកដូចសក់ស្ទៀវពេកណាពុកម៉ែបងប្អូនបាទយើងព្យាយាមឈូសវាតិចបានហើយពុកម៉ែបងប្អូនណាបាទហើយពីក្រោយគឺយើងលើកឡើងបន្តិចទេពុកម៉ែបងប្អូនណាបាទហើយម៉ូតសក់មនុស្សចាស់ភាគច្រើនគឺប្រភេទម៉ូតសក់មុខពលាកបាទពីខាងក្រោយនេះគឺយើងលើកបន្តិចបានហើយពុកម៉ែបងប្អូនណាលើកត្រង់ចំណុចដែលដៃខ្ញុំឆ្អងទៅពុកម៉ែបងប្អូនណាយើងកុំលើកខ្ពស់ពេកកាលណាដែលយើងលើកខ្ពស់ពេកគឺអត់ចេញជាមុខពលាកទេពុកម៉ែបងប្អូនណាបាទបន្ទាប់មកគឺយើងធ្វើការច្រឹបជើងសក់វាតម្រឹមឲ្យចេញជារាងសិនបាទចាំយើងសេរីសក់យើងតាមក្រោយពុកម៉ែបងប្អូនណាបាទយើងធ្វើការតម្រឹមវាសងខាងមកបាទឲ្យវាចេញជាជ្រុងបន្តិចបានយើងងាយស្រួលនឹងសេរីតាមក្រោយពុកម៉ែបងប្អូនណាបាទយើងវាមានជ្រុងទៅយើងមើលដឹងថាត្រង់ចំណុចណាវាមិនទាន់ស្មើត្រង់ចំណុចណាវាស្អាតអញ្ចឹងយើងធ្វើការតម្រឹមវាឲ្យហើយចាំយើងសេរីម៉ូទ័រសេរីក្រាស់តាមក្រោយណាបាទបន្ទាប់មកគឺយើងប្រើម៉ូទ័រ X7 ដដែលយើងមូលធ្មេញវាថយឲ្យអស់យើងធ្វើការបោសជើងក្រោមសេរីសក់ពីចំហៀងហ្នឹងបាទឲ្យស្មើស្អាតមកបាទយើងអត់យកស្ដាងពេកទេសក់មនុស្សចាស់បាទគឺយើងរំលឹងវាទុកស្រមោលជាងសក់បន្តិចបាទយើងមូលធ្មេញថយឲ្យអស់យើងធ្វើការសេរីទៅបាទហើយម៉ូតសក់មនុស្សចាស់នេះយើងបដោតទៅលើការប្រើក្រាស់ច្រើនជាងប្រើពុំពុកម៉ែបងប្អូនណាបាទយើងប្រើក្រាស់ច្រើនជាងបាទអញ្ចឹងហើយយើងត្រូវរៀនប្រើក្រាស់ហើយនឹងកដៃឲ្យបានទន់ល្អពុកម៉ែបងប្អូនណាបាទហើយពីក្រោយនេះគឺយើងបោសតែជើងក្រោមបន្តិចបានហើយពុកម៉ែបងប្អូនណាបាទបញ្ជាក់ណាម៉ូតសក់មុខពលាកគឺយើងអត់លើកខ្ពស់ទេពីក្រោយហ្នឹងបាទគឺយើងលើកតែបន្តិចបានហើយបាទសក់មនុស្សចាស់កាលណាដែលយើងលើកខ្ពស់ទៅវាអត់ចេញជាមនុស្សចាស់ទេចេញជាម៉ូតស្ទៀវហើយពុកម៉ែបងប្អូនណាបាទបងប្អូនត្រូវចាំត្រង់ចំណុចមួយហ្នឹងបាទពីចំហៀងយើងអាចលើកខ្ពស់បានតែពីក្រោយគឺយើងអត់អាចលើកខ្ពស់បានទេពុកម៉ែបងប្អូនណាបាទគឺយើងលើកតែបន្តិចទេកាលណាដែលយើងលើកខ្ពស់ដែរដូចពីចំហៀងដែរគឺវាអត់ចេញជាមុខពលាកទេអញ្ចឹងវាចេញជាម៉ូតស្ទៀវហើយពុកម៉ែបងប្អូនណាបាទបន្ទាប់ពីយើងធ្វើការសេរីសងខាងរួចរាល់អស់អញ្ចឹងយើងធ្វើការកោរជើងសក់វាមកពុកម៉ែបងប្អូនណាឲ្យវាចេញជារាងចេញជារើមកបានវាឃើញស្អាតពុកម៉ែបងប្អូនណាបាទវីដេអូនេះខ្ញុំធ្វើដើម្បីចែកម្លែកចែកជូនទៅដល់ពុក